ហ៊ុនរបស់អាជីវកម្មយើងហ្នឹងនៅក្នុងទីផ្សារបើសិនជាយើងអត់អាចគ្រប់គ្រងចំណូលគ្រប់គ្រងថ្លៃដើមពង្រីកការវិនិយោគគ្រប់គ្រងហានិភ័យទេមានន័យថាបងប្អូនអត់អាចប្រកួតប្រជែងដើម្បីឈរឈ្មោះឲ្យវាមានវត្តមានយូរអង្វែងរស់រានមានជីវិតនៅក្នុងទីផ្សារទេនៅក្នុងទេណាអញ្ចឹងបើសិនជាយើងកលេចទៅលើអ្វីដែលយើងរៀនព្រឹកមិញយើងនិយាយអំពីប្រមាណកម្រិតដែលគ្រូបរិញ្ញាព្រឹកមិញមាន process focus មាន strategic យើងមានអំពី quality លក្ខណៈហ្នឹងគឺសុទ្ធតែជាការយកចិត្តទុកដាក់នៅក្នុងកម្រិតប្រតិបត្តិដែរព្រោះបើសិនជាយើងនិយាយថាចង់ឲ្យវាមាន position មួយខ្ពស់នៅក្នុងទីផ្សារគុណភាពរបស់យើងក៏ល្អសេវាកម្មរបស់យើងក៏ល្អកម្រិតនៃភាពជឿជាក់ទុកចិត្តពីអតិថិជនក៏ខ្ពស់អាហ្នឹងមានន័យថា revenue របស់យើងកើនឡើងទីផ្សាររបស់យើងកើនឡើង competition របស់យើងគឺខ្លាំងជាងគេ competition របស់យើងគឺខ្លាំងជាងគេអញ្ចឹងចង់វាពាក់ព័ន្ធនឹងការវិនិយោគទៅលើការអភិវឌ្ឍទៅលើផលិតផលការអភិវឌ្ឍទៅលើសេវាកម្មការដាក់ឲ្យប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីថ្មីដើម្បីសម្រួលទៅដល់ប្រតិបត្តិការលក់ទិញទូទាត់ឬក៏ធ្វើម៉េចឲ្យសេវាកម្មរបស់យើងកាន់តែប្រសើរជាងមុនប៉ុន្តែការយកបច្ចេកវិទ្យាមកប្រើប្រាស់ការវិនិយោគចំណាយលុយបន្ថែមដើម្បីទិញបច្ចេកវិទ្យាយកមកដាក់ទីមួយគឺដើម្បីឲ្យវាលឿនវារហ័សវាចំណាយថ្លៃដើមតិចហើយបំពេញចិត្តអតិថិជនឬក៏អតិថិជនគាត់សប្បាយចិត្តក្នុងការមកម្ដងហើយម្ដងទៀតឬក៏មកទទួលសេវាកម្មពីយើងទន្ទឹមនឹងដាក់បច្ចេកវិទ្យាប្រើប្រាស់វាពាក់ព័ន្ធនឹងការវិនិយោគលុយច្រើនប៉ុន្តែយើងត្រូវគិតអំពី benefit ដែលទទួលបានមកវិញណាទទួលបានមកវិញឧទាហរណ៍ថាបច្ចុប្បន្នធនាគារទាំងអស់គេបានដំឡើងមកជា e-banking ជា digital banking អស់ហើយបើធនាគារយើងនៅតែប្រើប្រាស់បែប traditional banking ដដែលអានឹងប្រហែលជាគ្មានណាគេមករកសេវាធនាគារយើងទៀតទេណាឬមួយក៏ app យើងប្រើនឹងអាសាររអាក់រអួលអាសាគាំងអាសាអីយូរទៅគឺអ្នកប្រើប្រាស់ app ធនាគាររបស់យើងគេអត់ទុកចិត្តទេអញ្ចឹងគេអាចនឹងបិទ account នៅធនាគារយើងចេញទៅអញ្ចឹងមានន័យថាម៉េចកម្រិតនៃការប្រកួតប្រជែងរបស់យើងនៅក្នុងវិស័យហិរញ្ញវត្ថុគឺចាញ់គេបាត់ហើយអញ្ចឹងបងប្អូនអត់អាចនឹងឈរឈ្មោះបានយូរទេនៅក្នុងវិស័យហិរញ្ញវត្ថុកាលណាគេលឺឈ្មោះពីធនាគាររបស់យើងគឺគេអត់ទុកចិត្តឧទាហរណ៍ថាក្នុងចំណោមក្រុមហ៊ុន Telecom នៅក្នុងស្រុកយើងហ្នឹងវាមាន Midphone វាមាន Cell Card វាមាន Smart ឧទាហរណ៍ថាមាន3ក្រុមហ៊ុនហ្នឹងក្រុមហ៊ុននីមួយៗព្យាយាមធ្វើម៉េចក៏ដោយកាត់បន្ថយថ្លៃដើមបង្កើនចំណូលវិនិយោគបន្ថែមធ្វើម៉េចឲ្យខ្លួនអាចមានវត្តមានប្រកួតប្រជែងក្នុងចំណោម competitor ទាំង3ហ្នឹងដើម្បីឈរឈ្មោះជា leading competitive ជា leading telecom company មួយដើម្បីក្លាយខ្លួនជាឈ្មោះក្រុមហ៊ុន telecom មួយដែលឈរលេចធ្លោជាងគេប៉ុន្តែទន្ទឹមហ្នឹងយើងត្រូវតែអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាន់តែទំនើបពិសេសគឺសេវាកម្មរបស់យើងដែលផ្ដល់អតិថិជនដូចជាការសេវាអ៊ីនធឺណិតសេវាអីផ្សេងទៀតទៅតាមអ្វីដែលជាសេវាកម្មស្នូលរបស់ Telecom មួយហ្នឹងណាកុំឲ្យអតិថិជនគាត់ងាកទៅប្រើគាត់ធ្លាប់តែប្រើក្រុមហ៊ុនកចុះគាត់ថាអ៊ីនធឺណិតក្រុមហ៊ុនកនឹងអត់ល្អទេគាត់ងាកទៅប្រើក្រុមហ៊ុនផ្សេងពេលដែលមានបញ្ហាតាក់ទងអ៊ីនធឺណិតគាត់តាក់ទងក្រុមហ៊ុនហ្នឹងអត់បញ្ជូនបុគ្គលិកជំនាញមកឲ្យបានលឿនអត់responsiveness ដែលយើងរៀនព្រឹកមិញណាគាត់អាចឆ្លើយតបបានភ្លាមគាត់ពជាពេលអញ្ញែយូរទៅគឺយើងផ្ដាច់សេវាកម្មអ៊ីនធឺណិតក្រុមហ៊ុនមួយហ្នឹងហើយយើងងាកទៅប្រើប្រាស់ក្រុមហ៊ុនផ្សេងទៀតអញ្ចឹងនេះគឺជាហានិភ័យបើវាជាហានិភ័យវាធ្វើឲ្យ revenue យើងធ្លាក់ចុះបើ revenue យើងធ្លាក់ចុះអញ្ចឹងយើងមិនអាចមាន long term positioning នៅក្នុង telecom market ហ្នឹងទេយើងអាចមានឈ្មោះឈរជើងនៅក្នុងទីផ្សារ telecom នឹងបានយូរទេយូរទៅអតិថិជនគាត់
ចេញឯងហ្មងគាត់ឈប់ប្រើប្រាស់សេវាកម្មរបស់យើងហ្មងណាគាត់ងាកទៅប្រើប្រាស់ក្រុមហ៊ុនផ្សេងៗពូរងហើយវាមានគូប្រកួតប្រជែងច្រើនអញ្ចឹងដើម្បីរក្សា position របស់យើងឲ្យបានយូរយើងត្រូវតែគ្រប់គ្រងទៅលើប្រតិបត្តិការហ្នឹងហើយនៅក្នុងកម្រិតយុទ្ធសាស្ត្រមានន័យថាទន្ទឹមពេលដែលយើងគិតអំពី cost ពី revenue យើងត្រូវគិតអំពីការ invest ថែមទៅលើ technology ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មការឆ្លើយតបទៅកាន់អតិថិជនការដោះស្រាយបញ្ហានិងដើម្បីជំរុញបង្កើននូវភាពជឿជាក់កាន់តែខ្លាំងកាន់តែខ្ពស់ទៅអតិថិជននៅក្នុងកម្រិត strategic level ណានៅក្នុង strategic level យើងមិន strategic level នេះមិនញ៉ាំបាយហើយយើងចានចប់ទេណាបងប្អូនមិនជាប្រតិបត្តិការប្រចាំថ្ងៃទេប៉ុន្តែគេគិតអំពី long term ទៅអនាគតគិតអំពី long term ទៅអនាគតនៅក្នុងកម្រិតយុទ្ធសាស្ត្រគេអត់ដែលគិតរយៈពេលខ្លីទេកាលណាយើងប្រើពាក្យ strategic គឺយើងគិតអំពីរយៈពេលវែងតកូនតចៅនោះមានន័យថាជួនកាលឥឡូវយើងគិតមើលAmazon.com e-commerce របស់អាមេរិករាប់ទសវត្សរ៍មកហើយវាតាំងពីឆ្នាំ90ជាងមកចូល30 40ឆ្នាំបើទោះបីជាស្ថាបនិកដំបូងគាត់លាលែងគាត់ឈប់ទៅក៏ដោយប៉ុន្តែគាត់នៅតែមានឈ្មោះជាម្ចាស់ភាគហ៊ុនប្រមាណភាគរយអញ្ចឹងលក់ភាគហ៊ុនទៅឲ្យកូនចៅជំនាន់ក្រោយឬក៏វិនិយោគិនជំនាន់ក្រោយគាត់នៅតែតឈ្មោះ Amazon.com រហូតទៅមុខទៀតទៅដោយសារតែវាបាន build trust វាបានបង្កើតនៅភាពជឿជាក់ភាពទុកចិត្តនឹងខ្ពស់ហើយសេវាកម្មវាដល់កម្រិតមួយដែលគូប្រកួតប្រជែងមិនអាចចម្លងតាមបានអញ្ចឹងlong term របស់វាគឺ long term រហូតទាំងអតីតកាលបច្ចុប្បន្ននិងទៅអនាគតវាមិនខុសគ្នាពីក្រុមហ៊ុនផលិតយន្តហោះដូចជាក្រុមហ៊ុន Airbus របស់បារាំង Boeing របស់អាមេរិកអញ្ចឹងក្នុងកម្រិតនៃភាពជឿជាក់ទៅលើគុណភាពនៃម៉ាស៊ីនយន្តហោះនៃបក្សីស្លាប់ដែកតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នយើងអត់ដែលឃើញមានក្រុមហ៊ុនណាមួយដែលទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនពីរនឹងបានទេណាព្រោះបើសិនជាព្រោះអានេះវាគឺជាយានអាកាសគេហៅយានលើអាកាសដឹកមនុស្សរាប់រយរាប់ពាន់នាក់ប្រសិនបើមិនមានការស្រាវជ្រាវអភិវឌ្ឍបំពាក់នៅបច្ចេកវិទ្យាកាត់បន្ថយហានិភ័យគ្រោះថ្នាក់ការធ្លាក់ការអីផ្សេងទេប្រហែលជាមិនមានអ្នកជិះទេឬតែឈ្មោះក្រុមហ៊ុន Airbus ឬតែឈ្មោះក្រុមហ៊ុន Boeing និយាយរួមសឹងតែមនុស្សជាតិយើងលែងហ៊ានធ្វើដំណើរតាមយន្តហោះហើយឲ្យតែឧស្សាហ៍ឧទាហរណ៍ថាមួយខែធ្លាក់យន្តហោះតែ10មើលគេឈប់ទិញយន្តហោះក្រុមហ៊ុននឹងមកប្រើហើយណាឬក៏រថយន្តក៏ដោយតែកាលណារថយន្តនឹងវាអត់មានប្រព័ន្ធការពារសុវត្ថិភាពអត់មានការបំពាក់នៅបច្ចេកវិទ្យាទំនើបរក្សាលំនឹងជួយទប់លំនឹងមានប្រព័ន្ធបញ្ជាត្រឹមត្រូវគ្រប់គ្រងសុវត្ថិភាពសម្រាប់អ្នកជិះអ្នកធ្វើដំណើរស្អីបន្តិចផ្អៀងស្អីបន្តិចកលាប់ស្អីបន្តិចខូចស្អីនេះគាត់នោះអានឹងយូរទៅគឺគេលេង trust ទៅលើផលិតផលទាំងអស់ហ្នឹងហើយលើទៅលើយុទ្ធជនទាំងអស់ហ្នឹងហើយណាអញ្ចឹងចំណុចនេះលោកគ្រូនឹងនិយាយបន្តទៀតនៅក្នុងចំណុចlevel ទី3គឺយើងនិយាយហៅថាoperational level ណាអញ្ចឹងក្នុងនេះម្ដងទៀតណាលោកគ្រូមាន3ចំណុចនេះនៅក្នុងទី2នេះទី1គូនិយាយពី societal level ទី2 strategic level ទី3គឺ operational level នេះណា operational level នេះអញ្ចឹងឥឡូវគូនិយាយពី operational level ថានេះស្ដាប់មិនមាន S level ហ្នឹងលុប S ចោលដាក់ធំតិចមកអូខេអញ្ចឹងអានេះ strategic ហើយឥឡូវយើងនិយាយពី operational level operational level កាលណាគេនិយាយពី operational level យើងមាន3កម្រិតសំទោសយើងមាន5ប្រមាណចំណុចមើលក្នុងនេះ quality speed adaptability flexibility and cost អូខេយើងមាន quality យើងមាន quality យើងមាន speed
យើងមាន dependability adaptability យើងមាន flexibility យើងមានទៀតគឺ cost យើងមាន5ចំណុចហ្នឹងហើយគ្រូបញ្យល់ចំណុចមួយឲ្យបងប្អូនស្ដាប់បន្តិចណាយើងចំណុចមួយហ្នឹងអញ្ចឹងនៅពេលដែលគេនិយាយអំពី quality speed យើងនិយាយអំពីdependability យើងនិយាយពី flexibility តើចំណុចមួយហ្នឹងវាបញ្យល់ឲ្យយើងយល់ពីអីខ្លះណាពីអីខ្លះquality រំលឹកទៅកាន់ទៅព្រឹកមិញពេលដែលយើងនិយាយថាសេវាកម្មនឹងមានគុណភាពអីវ៉ាន់នឹងមានគុណភាពយើងធ្វើការវាស់វែងវាតាមរយៈ satisfaction ការពេញចិត្តឬក៏ការរំពឹងទុករបស់អតិថិជនប្រសិនបើគាត់មកទិញក៏ដោយគាត់មកជាវសេវាកម្មយើងក៏ដោយហើយគាត់ទទួលបាននៅអ្វីដែលគាត់រំពឹងទុកដូចទៅតាមការសន្យាតាមការផ្សព្វផ្សាយរបស់យើងនៅលើទីផ្សារអតិថិជននឹងត្រឡប់ទៅវិញដោយសប្បាយចិត្តឬក៏បើយើងនិយាយភាសាសាមញ្ញអតិថិជនគាត់មកហើយគាត់ទទួលបានគាត់មកមន្ទីរពេទ្យមក clinic របស់យើងដើម្បីពិនិត្យសុខភាពគាត់ឮគេនិយាយថាពេទ្យយើងល្អចេះមួយចុះមួយចឹងទៅពេលមកដល់យើងជួបបុគ្គលិកពេទ្យបុគ្គលិកសុខាភិបាលដែលគាត់ចេញមកទទួលស្វាគមន៍យើងរុះរាយរាក់ទាក់ជាមួយយើងគាត់ផ្ដល់សេវាកម្មពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រឲ្យយើងឧទាហរណ៍ថាគាត់មិនបំផិតបំភ័យយើងទេតែគាត់ឲ្យយោបល់យើងច្រើនឲ្យយើងហាត់ប្រាណញ៉ាំអាហារនេះអាហារនោះតមកនេះតមកនោះហើយថ្លៃសេវាកម្មវាអត់សូវថ្លៃហើយពេទ្យមានវិជ្ជាជីវៈច្បាស់លាស់បញ្យល់មកច្បាស់មានឧបករណ៍បច្ចេកទេសឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនពិនិត្យអីច្បាស់លាស់ចេញមកហើយសេវាកម្មលឿនរហ័សមានកន្លែងអង្គុយរង់ចាំស្អាតអនាម័យធំទូលាយសេវាកម្មលឿនអត់យើងអត់រង់ចាំយូរណាពេទ្យគេមានកន្លែងទទួលពិនិត្យឧទាហរណ៍ថាមានបន្ទប់តាមឯកទេសគេច្បាស់លាស់មានកន្លែងចតឡានចតម៉ូតូងាយស្រួលក្នុងការចូលចតទាំងអស់ហ្នឹងគឺវា exclusive ហ្មងគឺវាពេញលេញហ្មងគឺធ្វើឲ្យអារម្មណ៍របស់យើងខាងមកកន្លែងហ្នឹងអា feeling ដំបូងរបស់យើង impression ដំបូងរបស់យើងគឺមកដល់មន្ទីរពេទ្យគឺយើងឃើញបរិយាកាសឬទីធ្លាកន្លែងមន្ទីរពេទ្យវាមានផាសុកភាពកន្លែងចតឡានមានរបៀបរៀបរយបុគ្គលិកសន្តិសុខគាត់មានជំនាញរបស់គាត់ក្នុងការមានសុជីវធម៌មានអីចឹងទៅចូលទៅដល់ក្នុងពេទ្យមានបុគ្គលិកគេចេញមកទទួលស្វាគមន៍យើងគេសួរយើងថាបងប្រុសបងស្រីអ្នកមីងលោកអ៊ំអីអញ្ជើញមកពិនិត្យខាងអីចឹងទៅគេចុចលេខឲ្យយើងហើយគេឲ្យយើងគេអញ្ជើញយើងទៅអង្គុយកន្លែងរងចាំពេលយើងរងចាំគេដាក់តែក្តៅឬក៏ភេសជ្ជៈត្រជាក់ឲ្យយើងញ៉ាំមួយកូនកែវរួចហើយដល់ឈ្មោះយើងពេទ្យគេសួរយើងលោកអ៊ំលោកមីងបងប្រុសចង់ពិនិត្យមើលអីអញ្ចឹងគេឲ្យយើងទៅតាមលេខរៀងទៅតាមបន្ទប់នេះបងសេវាក្នុងកម្រិតមួយសមរម្យហើយមិនតាន់បានអីគេចេញលទ្ធផលឲ្យយើងហើយគេពិគ្រោះយោបល់ឲ្យយើងគេប្រាប់យើងឈឺអីអានេះមិនបាច់ញ៉ាំថ្នាំអានេះគួរញ៉ាំអានេះញ៉ាំប៉ុន្មានគេធ្វើឲ្យយើងពេញចិត្តរហូតដល់យើងចេញពីមន្ទីរពេទ្យមកវិញយើងសប្បាយចិត្តថាថ្ងៃក្រោយគឺយើងចង់ទៅមន្ទីរពេទ្យហ្នឹងម្ដងទៀតតែបើផ្ទុយពីហ្នឹងបើថាយើងទៅដល់សំបីកន្លែងចតក៏អញ្ញែអញ្ញៃសន្តិសុខមិនដឹងនៅណាកន្លែងពេទ្យអត់មានអនាម័យអញ្ញែអញ្ញៃមិនដឹងស្អីស្អីមនុស្សអញ្ញែអញ្ញៃអត់កន្លែងអង្គុយសំលេងអាឡូឡាណាបុគ្គលិកម្ដងអ្នកនេះម្ដងអ្នកនោះច្រឡំបន្ទប់ច្រឡំអីពេទ្យកំពុងមើលយើងទៅមើលអ្នកផ្សេងឲ្យយើងរងចាំទៅតាំងពីម៉ោង6ព្រឹករហូតដល់ម៉ោង4ល្ងាចមិនទាន់បានលទ្ធផលឈាមផងថ្ងៃក្រោយទាំងអស់គ្នាឈប់ទៅហ្នឹងហើយអញ្ចឹងអ្នកនរគ្នានឹងវាតម្លៃពេទ្យហ្នឹងថា
អត់គុណភាពទេវាអញញ៉ៃខុសពីអ្វីដែលផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញសង្គមខុសពីអ្វីដែលគេនិយាយនេះខាងក្នុងបណ្ដាញសង្គមណាកន្លែងណាដូចកន្លែងណាដែរអញ្ចឹងអាសេវាកម្មហ្នឹងគុណភាពនៃសេវាកម្មហ្នឹងគឺសំខាន់ហ្មងតើអ្នកគ្នាទៅញ៉ាំកាហ្វេក៏ដូចគ្នាដែរចឹងមកគេលើកករណីសិក្សាខ្លះគេថាអ្នកធ្វើការម្នាក់គាត់ធ្វើការក្រុមហ៊ុនគាត់នៅខាងក្បែរក្រុមហ៊ុនគាត់ក្បែរកន្លែងគាត់ធ្វើការមានហាងកាហ្វេមួយដែលដើរតែ5នាទីដល់3នាទីដល់ចុះពីក្រុមហ៊ុនទៅដើរទៅ3នាទី5នាទីចុះដល់ហើយនឹងហាងកាហ្វេមួយទៀតជិះឡាន15នាទីជិះឡាន10នាទីទៅ15នាទីទៅពេលថ្ងៃសបុគ្គលិកគាត់អត់ចុះទៅញ៉ាំអាកាហ្វេចិត្តហាងចិត្តក្រុមហ៊ុនគាត់ទេគាត់សុខចិត្តទិញជិះម៉ូតូជិះឡានទៅញ៉ាំនៅហាងនៅឆ្ងាយពីគាត់10នាទីអញ្ចឹងគេធ្វើការប្រៀបធៀបគុណភាពនៃសេវាកម្មដែលផ្ដល់ឲ្យរវាងហាងកាហ្វេទាំងពីរហ្នឹងអាហាងកាហ្វេនៅឆ្ងាយហ្នឹងពេលដែលទៅដល់សន្តិសុខគេចេញមកទទួលយើងរៀបចំកន្លែងចតឡានឲ្យយើងចតម៉ូតូឲ្យយើងគេជូនយើងឆ្លងថ្នល់ឆ្លងទៅហាងកាហ្វេទៅដល់ហាងកាហ្វេបុគ្គលិកចេញមកជម្រាបសួរបងអញ្ជើញទូទៀងអញ្ជើញញ៉ាំកាហ្វេបងអញ្ជើញញ៉ាំកាហ្វេអីទៅដល់កន្លែងកំងកាហ្វេបុគ្គលិកគេចេញមកជម្រាបសួរបងគេជម្រាបសួរយើងរុះរាយរាយតាក់របស់យើងដាក់យើងទៅញញឹមបងអញ្ជើញភាសាអីអានេះចេះអានេះចេះមួយហ្នឹងទៅតមកគេថាបងអញ្ជើញរងចាំ5នាទីកាហ្វេបងនឹងរួចរាល់អញ្ចឹងគេយើងទៅអង្គុយគេរៀបចំកន្លែងយើងអង្គុយទៅកន្លងពេលដែលយើងកំពុងអង្គុយរងចាំកាហ្វេយើងគេមានដាក់ទឹកតែក្តៅឬតែត្រជាក់ឲ្យយើងញ៉ាំពេលយើងកំពុងអង្គុយរងចាំយើងចូលបន្ទប់ទឹកគេចូលទៅមានអនាម័យស្អាតណាបរិយាកាសក្នុងបន្ទប់ទឹកទលាយអីទៅក្លិនក្រអូបអីចឹងទៅស្រស់ស្រាយហើយមានចាក់ភ្លេងឲ្យយើងស្ដាប់រងំចេញមកវិញបុគ្គលិកគេថាបងកាហ្វេបងហើយអញ្ចឹងទៅអង្គុយញ៉ាំហ្នឹងទៅហើយបរិយាកាសកន្លែងគេក៏ស្អាតចេញមកវិញបុគ្គលិកគេអរគុណយើងគេបើកទ្វារឲ្យយើងចេញមកសន្តិសុខឃើញយើងដើរចេញមកគាត់ទទួលយើងដោះមួកសេរីឡានសេរីអីហ្នឹងទៅអញ្ចឹងយើងសប្បាយចិត្តឲ្យធីបទៅបុគ្គលិកសន្តិសុខនឹងទៀតដល់ពេលងាកមកហាងកាហ្វេដែលនៅក្បែរក្រុមហ៊ុនយើងវិញពេលយើងដើរទៅដល់សន្តិសុខធ្វើមិនឃើញអង្គុយចុចទូរស័ព្ទជក់បរិយអង្គុយលេងអុកអីចឹងទៅចូលដល់ហាងកាហ្វេបុគ្គលិកធ្វើមិនឃើញអញ្ចឹងទៅបើកទ្វារខ្លួនឯងហ្នឹងទៅហើយយើងកំងញ៉ាំអីក៏បុគ្គលិកគេមិនសួរតែបងចង់ញ៉ាំអីចង់ភាសាអីក៏អត់មានណាសួរដែរយើងឈោមើលម្នាក់ឯងឆ្ងល់ម្នាក់ឯងគិតម្នាក់ឯងទៅចង់ញ៉ាំហើយប្រហែលគិតលុយរួចហើយគេក៏អត់ប្រាប់យើងថាបងចេញរងចាំអង្គុយកន្លែងនេះអង្គុយនេះអត់ទេឈោណាឈោទៅមកសេរីក្នុងហាងកាហ្វេនោះធំក្លិនបរិយចូលទៅបន្ទប់ទឹកចង្អៀតកក្រិចភ្លើងអត់ភ្លឺទៀតស្អុយនិយាយទៅអញ្ចឹងយើងឃើញហ៎អាហ្នឹងដែលធ្វើឲ្យគេហៅថាបើយើងនិយាយពីកម្រិតគ្រប់គ្រងប្រតិបត្តិការរបស់យើង manager ដែលគាត់គ្រប់គ្រងអាហ្នឹងគឺមានន័យថាខុសគ្នាដាច់ហ្មងខុសគ្នាដាច់ណាអាហ្នឹងគឺជាគុណភាពនៃសេវាកម្មការផ្ដល់សេវាកម្មឲ្យយើងអូខេមួយទៀតគឺយើងនិយាយអំពី speed ក៏យើងបាននិយាយគ្នាព្រឹកមិញដែរពាក់ព័ន្ធទៅនឹង service ហើយយើងក្នុងកម្រិតលបឿនក៏គូបាននិយាយម្ដងដែរចឹងក្នុងកម្រិតប្រតិបត្តិនេះណាបងប្អូនទី1គុណភាពទី2លបឿនបានន័យថាបើនិយាយឲ្យភាសាសាមញ្ញអតិថិជនណាក៏ដោយអត់ចូលចិត្តរងចាំយូរទេមិនថាគាត់ទៅសួរអីយើងគាត់ស្នើឲ្យយើងឬក៏គាត់ទៅរកសេវាកន្លែងយើងក៏ដោយមិនថាចូលទៅក្នុងសន្តាគារដើម្បីស្នាក់នៅចូលទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានឬក៏កំងបញ្ជាទិញអាហារភេសជ្ជៈម្ហូបទិញអីវ៉ាន់ក៏ដោយស្អីក៏ដោយទៅរកសេវាកម្មផ្នែកច្បាប់សេវាកម្មផ្នែកវិទ្យាសាស្ត្រផ្នែកសេវាកម្មផ្នែកហិរញ្ញវត្ថុធនាគារក៏ដោយគឺអតិថិជនគឺមិនចូលចិត្តរងចាំទេអញ្ចឹងនៅក្នុងកម្រិតប្រតិបត្តិឬដំណើរការនៃការផ្ដល់សេវាកម្មការលក់កាដូនេះមួយគឺជា
ជាយាមកាត់បន្ថយឲ្យបានដែលទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបានគឺរោគរយៈពេលរងចាំអតិជនអ្នកនរគ្នាក៏ជាបុគ្គលិកហើយក៏ជាអតិជននៃសេវាកម្មណាមួយដែរមិនមែនអត់ទេព្រោះយើងទាំងគ្រូទាំងអីគឺយើងសុទ្ធតែជាអតិជនរបស់គេយើងទៅញ៉ាំកាហ្វេយើងទៅធនាគារយើងទៅសាលារៀនយើងទៅនេះទៅនោះយើងអញ្ចឹងរាល់ថ្ងៃហ្នឹងយើងដឹងឯនៅក្នុងសម័យកាលគេ new generation young generation they have this personalization ឬក៏ហៅថា customized service គេមានអាសេវាកម្មមួយគឺគេទុកឲ្យអតិថិជនធ្វើសេវាកម្មដោយខ្លួនឯងតាមរយៈការបង្កើត app ឲ្យអតិថិជនគាត់កំងបញ្ជាទូទាត់អីទិញឲ្យដោយខ្លួនឯងធ្វើបែបហ្នឹងអតិថិជនគាត់សប្បាយចិត្តអ្វីៗគាត់ធ្វើដោយខ្លួនឯងហើយលឿនធ្វើដោយខ្លួនឯងហើយលឿនអញ្ចឹងអាហ្នឹងគួរនិយាយនៅក្នុង technology បណ្ណាជាក់ស្ដែងសេវាកម្មទូទៅក៏ដូចគ្នាដែរយើងកំណត់ពេលប្រតិបត្តិការ transaction នីមួយៗឧមានៅធនាគារត្រូវកំណត់ថាអតិថិជនគាត់ទៅដកលុយត្រឹម$500ចុះក្រោមបើគាត់អត់ប្រើ ATM គាត់អត់ប្រើ app ទេគាត់ទៅសុំទៅដកជា cash ពីយើងអញ្ចឹង transaction រវាងបុគ្គលិកធនាគារនិងអតិថិជនក្នុងមួយប្រតិបត្តិការហ្នឹងតើកំណត់ពេលវេលាបានលឿនពេលដែលគាត់ចតឡានចតម៉ូតូហើយគាត់ចូលទៅហើយគាត់រងចាំជាមធ្យមយើងមើលលបឿននៃការផ្ដល់សេវាកម្មរបស់យើងចំនួនអតិថិជនប្រែប្រួលតាមពេលវេលាច្រើនឬតិចក្នុងមួយប្រតិបត្តិការទាំងចូលនិងរហូតដល់គាត់ចេញវិញកុំឲ្យលើសពី5-10នាទីតែកាលណាវាយូរគឺគាត់ចាប់ផ្ដើម complain ហើយគាត់ចាប់ផ្ដើម complain ហើយកាហ្វេមួយកែវมันអាចដល់15នាទីបានទេចន្លោះពី3នាទីទៅ5នាទីទោះបីភ្ញៀវច្រើនយ៉ាងណាក៏ដោយយើងត្រូវតែបន្ថែមកម្លាំងពលកម្មរបស់យើងចូលក្នុងហ្នឹងធ្វើម៉េចឲ្យសេវាកម្មរបស់យើងលឿនណាសេវាកម្មរបស់យើងលឿនអាហ្នឹងធ្វើម៉េចក៏ដោយអតិថិជនក៏អត់ត្រូវការរងចាំទេអតិថិជនសឹងថាទៅកំងឲ្យភ្លាមបានភ្លាមអាហ្នឹងណាទី3គឺ dependability គឺត្រូវធ្វើអាហ្នឹងវាស្តៀងគ្នាទៅនឹង reliability និង trust ដែរមានន័យថាជាការទុកចិត្តមួយដែលគេអាចពឹងផ្អែកមកលើយើងបានពី dependability មែនទេដែលគេអាចពឹងផ្អែកមកលើយើងបានមនុស្សត្រូវការសន្យាមួយជាក់លាក់នៅពេលដែលការសន្យាយើងធ្វើបានដោយជាក់លាក់ហើយបានគេទុកចិត្តយើងនឹងគេទុកចិត្តលើយើងគេ depend on you អាស្រ័យលើយើងណាអញ្ចឹងគេក៏មានការសន្យាកិច្ចការណាមួយដែរអញ្ចឹងយើងជាចំណែកមួយឧទាហរណ៍ថានៅក្នុងពិធីការរៀបចំគូបអាពាហ៍ពិពាហ៍ការរៀបចំអាពាហ៍ពិពាហ៍ការរៀបចំការពិធីជប់លៀងអីផ្សេងគេកំងសេវាកម្មពីយើងទិញសេវាកម្មពីយើងទាំងការរៀបចំបរិស្ថានកិច្ចការរៀបចំទទួលភេសជ្ជៈអាហារផ្កាលាក់ហ្នឹងទៅគេទុកចិត្តលើយើងហើយយើងបានចុះកិច្ចសន្យាមួយគ្នាដឹងតែដល់ថ្ងៃហ្នឹងគឺយើងអត់មានឈឺក្បាលបារម្ភអីទេយើងដឹងថាយើងចាំទទួលភ្ញៀវតែនៅខាងក្រោយគឺអាហារភេសជ្ជៈកន្លែងអង្គុយអីផ្សេងគឺយើងទុកចិត្តទៅលើអ្នកដែលផ្ដល់សេវាកម្មហ្នឹងឲ្យយើងអញ្ចឹងដល់ថ្ងៃព្រលឹមឡើងម៉ោង5ម៉ោង6ម៉ោង7ចាប់តាមកម្មវិធីយើងដែលជាម្ចាស់កម្មវិធីអត់មានអីទៅពិបាកចិត្តទេយើងទទួលញៀង10តុកលើឡើងតាំងពីបបទៅបបសាច់មាន់10តុកក្នុងតុក10នាក់រៀបចំអាចញៀងមកដល់គឺគាត់អង្គុយចូលទៅញ៉ាំបានយើងមានកំងកាហ្វេក្តៅកាហ្វេត្រជាក់ភេសជ្ជៈទឹកផ្លែឈើអីភ្ញៀវ10តុកមកតុក10នាក់ជាង100នាក់ជាមធ្យមមនុស្សម្នាក់ត្រូវការភេសជ្ជៈ2អញ្ចឹងយើងកំងភេសជ្ជៈមានទឹកផ្លែឈើមានកាហ្វេមានទឹកដោះគោអីធ្វើម៉េចបាន200កែវក៏យើងអត់បារម្ភដែរគឺយើងទុកចិត្តទៅលើអ្នកដែលផ្ដល់សេវាកម្មរៀបចំនឹងឲ្យយើងហើយអញ្ចឹងបើយើងធ្វើអញ្ចឹងបានឈ្មោះយើងក៏វាសុសសាយដែរថ្ងៃក្រោយទៅយើងដែលជាអ្នកទិញកញ្ចប់សេវាហ្នឹងយើងនឹងមានការអីយើងតាក់ទងក្រុមហ៊ុននឹងទៀតហើយយើងអាចនឹងណែនាំក្រុមហ៊ុនហ្នឹងទៅឲ្យក្រុមហ៊ុនផ្សេងទៀតទៅឲ្យអាជីវគេហៅទៅឲ្យអតិថិជនផ្សេងទៀតដែលគាត់ត្រូវការប្រភេទសេវាកម្មដូចយើងហ្នឹងហ្នឹងគឺ dependability គឺធ្វើឲ្យគេទុកចិត្តលើយើងអញ្ចឹងណា depend អាស្រ័យទៅលើយើងណាគេអត់ឈឺក្បាលទេព្រោះយើងបានទិញសេវាកម្មហ្នឹងប៉ុន្តែផ្ទុយមកវិញបើសិនជា
បើសិនជាយើងអត់បានផ្ដល់ទៅតាមកិច្ចសន្យាទៅតាមការសន្យាទុកគ្រោងទុកទេអាហ្នឹងបញ្ហាសេវារបស់យើងគឺមានតែម្ដងហ្នឹងទេអាហ្នឹងណាក៏ដូចណាដែរបងប្អូនយើងអឺអតិថិជនពេលខ្លះគាត់មានលុយអតិថិជនមានលុយអតិថិជនហ្នឹងអ្នកនរគ្នាគ្រួយហ្នឹងយើងទោះបីយើងអតិថិជនមានលុយតិចក៏យើងនៅតែជាអតិថិជនដែរយើងមានលុយ$2ទៅញ៉ាំកាហ្វេក៏យើងជាអតិថិជនដែរតែកន្លែងណាធ្វើឲ្យយើងទើសចិត្តទាស់ចិត្តឈប់ទៅហើយណាឈប់ទៅហើយអូខេមួយទៀតគឺយើងនិយាយពី flexibility គឺគូនិយាយអំពីភាពបត់បែននៅក្នុងកម្រិតមួយបត់បែនហ្នឹងមានន័យថាអតិថិជនគាត់អាចនឹងផ្លាស់ប្ដូរចិត្តគាត់ឬក៏គាត់ចង់បានអីមួយទៅតាមចំណង់ចំណូលចិត្តរបស់គាត់ណាអញ្ចឹងភាពឆ្លាតវៃភាពច្នៃប្រឌិតភាពបត់បែននៃអ្នកផ្ដល់សេវាកម្មក៏ជាចំណុចអាទិភាពមួយដែរនៅក្នុងប្រតិបត្តិការនៃអាជីវកម្មរបស់យើងហ្នឹងរបស់គាត់ហ្នឹងមានន័យថាទាំងការបង្កើនឧទាហរណ៍ថាបើយើងនិយាយពី flexibility យើងនិយាយទៅលើឧទាហរណ៍ថាការបង្កើនបរិមាណនៃការផលិតការលក់ការបង្កើតនៅភាពចម្រុះនៃផលិតផលឬសេវាកម្មបន្ថែមឬក៏ customize ទៅតាមតម្រូវការជាក់ស្ដែងរបស់អតិថិជនយើងកំងភេសជ្ជៈ100កែវមិនមែនគេរៀបចំមកតែ100កែវទេជួនកាលមនុស្សមកលើសអញ្ចឹងម្ចាស់ដើមការនិយាយថាបងអាចជួយបន្ថែមកាហ្វេឲ្យខ្ញុំបាន20កែវទៀតអត់យើងត្រូវឆ្លើយថាបានយើងមិនដឹងយើងធ្វើតាមវិធីណាទេប៉ុន្តែ flexibility យើងត្រូវតែឆ្លើយថាបានយើងអាចឆ្លើយថាបងអឺបងកំងតែ100ខ្ញុំធ្វើមកតែ100ទេអត់ទេអញ្ចឹងនៅក្នុង operation មួយដើម្បីរក្សាឈ្មោះ service របស់យើងគឺយើងត្រូវតែត្រៀមពួកយើង estimate ដំបូងភ្ញៀវម្នាក់គាត់អាចញ៉ាំកាហ្វេ2កែវព្រលឹម1កែវចុងម៉ោង1កែវប៉ុន្តែបើគាត់ញ៉ាំលើសពី2កែវបានន័យថាកំណើនវានឹងកើនឡើងអញ្ចឹងអា volume បរិមាណនឹងត្រូវការគឺវានឹងកើនឡើងអញ្ចឹងកាហ្វេនឹងទៀតសោតវាពាក់ព័ន្ធទៅនឹងតម្រូវការជាក់ស្ដែងរបស់អ្នកញ៉ាំយើងមិនអាចធ្វើកាហ្វេទៅក្នុងរសជាតិស្តង់ដារតែមួយបានទេអញ្ចឹងយល់ល្អលោកគ្រូធ្លាប់ចូលកម្មវិធីផ្សេងកាហ្វេដែលគេកំងទៅទុកឲ្យគឺគេអត់តន់ដាក់តកកទេហើយក៏អត់តន់ដាក់ស្ករអត់តន់ដាក់ទឹកដោះគោឲ្យដែរវា depends on the choices of the customer choices of the people ស្ករតិចទឹកដោះគោច្រើនឬអត់ស្ករអីចឹងយើងត្រូវតែ change ទៅតាមនឹងភ្លាមទៅតាមតម្រូវការរបស់ភ្ញៀវភ្លាមអាហ្នឹងបើសិនតែគ្រូលើកពីវិធីការមកដូចភ្នួងដែលគាត់ជួលសេវាកម្មផ្នែកសម្លៀកបំពាក់អាពីពីពីអញ្ចឹងទៅសម្លៀកបំពាក់ដែលកូនកន្លោះកូនកំមុំគាត់ស្លៀកពាក់ហ្នឹងមិនមែនគេធ្វើនៅក្នុងទំហំឬសាយតែមួយទេសម្លៀកបំពាក់ដដែលហ្នឹងប៉ុន្តែគេអាចផ្លាស់ប្ដូរសាយបានតាមពេលវេលាជាក់ស្ដែងណាអាហ្នឹងគឺគេ customize ទៅតាមតម្រូវការជាក់ស្ដែងទាំងពណ៌ទាំងទំហំលាក់ទៅតាមហ្នឹងនេះអាហ្នឹងគឺជាការយកចិត្តទុកដាក់ក្នុងកម្រិតមួយខ្ពស់ដែរនៅក្នុង operation ណាហើយមួយទៀតគូនិយាយចុងក្រោយទៀតគឺ cost គឺយើងនិយាយអំពីអាហ្នឹងវាដូចតែគូនិយាយនៅក្នុង slide strategic នឹងដែរគឺយើងអត់ចោលទេអា cost ហ្នឹងគឺសំខាន់អ្វីដែលជាចំណុចស្នូលឬក៏វាជា competitive advantage ជាចំណុចដែលយើងអាចមានប្រៀបជាងគូប្រកួតប្រជែងគឺយើងគ្រប់គ្រងថ្លៃដើមនឹងបានបងប្អូនអាចនឹងលក់សេវាកម្មដូចគ្នាលក់ផលិតផលដូចគ្នា system អីប្រហាក់ប្រហែលគ្នាប៉ុន្តែប្រសិនបើយើងអាចគ្រប់គ្រងថ្លៃដើមនឹងបានទាបជាងគូប្រកួតប្រជែងរបស់យើងបងប្អូនអាចនឹងមានប្រៀបមួយកម្រិតមានន័យថាឡាន2គ្រឿងផលិតនៅក្នុងឆ្នាំតែមួយខុស model គ្នាជាប្រភេទ SUV ដូចគ្នាបច្ចេកវិទ្យាទំនើបដូចគ្នា
ប៉ុន្តែយើងអាចគ្រប់គ្រងថ្លៃដើមផលិតកម្មបានទាបអញ្ចឹងអ្នកទាំងគ្នានឹងលក់ឡាននឹងនៅលើទីផ្សារក្នុងតម្លៃមួយទាបជាងគូប្រកួតប្រជែងរបស់យើងហើយអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយដែលយើងអាចឈ្នះគូប្រកួតប្រជែងយើងដែរណាហ្នឹងគឺយើងនិយាយអំពី cost ពី cost អូខេអញ្ចឹងបំមិញគូសរុបណា5 performance objective quality speed flexibility dependability ហ្នឹងហើយចឹងគ្រូសុំពេល screenshot អានឹងឲ្យបន្តិចសិនតាំងពីព្រឹកមកសិនចាំយើងចូលត្រឡប់មករករបស់យើងនេះវិញយ៉ា